បុរសម្នាក់កំពុងនាំកូនស្រីត្រឡប់ទៅភូមិកំណើតវិញស្រាប់តែនៅតាមផ្លូវបានជួបមនុស្សលងទឹកឃើញដូច្នោះបុរសនោះក៏លោតចុះទៅជួយសង្គ្រោះមនុស្សដោយស្ងាត់ស្ងៀមមិននឹកស្មានថាពេលទើបតែអបស្ត្រីនោះម្រាមដៃរបស់គាត់ស្រាប់តែមានស្នាមរបួសដោយមិនដឹងមូលហេតុបន្ទាប់មកឈាមរបស់នាងក៏បានហូរទៅលើចិត្តជាមួយវិនាទីក្រោយមកថាមពលអាចកំបាំងមួយបានចូលទៅក្នុងខ្លួនរបស់នាងបុរសនោះមិនបានគិតពីមូលហេតុអ្វីនោះទេគឺបានជួយសង្គ្រោះស្ត្រីនោះទៅលើគុកមុនពេលសម្លឹងមើលទៅទើបបុរសនោះដឹងថានាងគឺជាស្ត្រីមេម៉ាយនៅក្នុងភូមិស្ត្រីនោះក៏បានស្គាល់ថាគាត់គឺជាអ្នកភូមិដូចគ្នាហើយដឹងថាបុរសនោះត្រូវបានគ្រួសារបណ្ដេញចេញពីផ្ទះហើយកំពុងចិញ្ចឹមកូនស្រីម្នាក់ទៀតយ៉ាងលំបាកដូច្នេះដើម្បីតបស្នងសងគុណបុរសដែលបានជួយសង្គ្រោះជីវិតនាងក៏បានស្នើឲ្យបុរសនោះទៅស្នាក់នៅផ្ទះរបស់នាងជាបណ្ដោះអាសន្នសិនបុរសនោះឃើញស្ត្រីនោះមានចិត្តស្មោះត្រង់បែបនេះក៏បានយល់ព្រមភ្លាមប៉ុន្តែនៅពេលនោះស្រាប់តែប្រព័ន្ធមួយបានលេចឡើងនៅពីមុខបុរសនោះរូបភាពដែលបង្ហាញបានប្រាប់គាត់ថាគាត់បានទទួលត្រាអាយុយឺនយូរដែលជាត្រាដែលអាចធ្វើឲ្យសត្វទាំងអស់ស្ដាប់បង្គាប់គាត់ទាំងស្រុងឥឡូវនេះមិត្តភក្តិតែដែលបានមើលវីដេអូនេះសូមចុច like 3ដងថ្ងៃខាងមុខនឹងមានលៀបជ័យចូលមកមិនដាច់មានលៀបសំណាងជាប់គ្នានឹងអ្វីប្រាថ្នាបានសម្រេចទាំងអស់ដំបងឡើយបុរសនោះមិនជឿតតែសោះប៉ុន្តែវាក៏គ្មានអ្វីត្រូវខាតបង់ដែរគាត់បានសូត្រមន្តដាក់ត្រីក្នុងទឹកភ្លាមមិននឹកស្មានថាត្រីក្នុងទឹកបានហោះត្រង់មកដល់មាត់ច្រាំងនោះទេឃើញដូច្នោះបុរសនោះទើបដឹងថាប្រព័ន្ធនេះពិតជាមានមែនរីឯស្ត្រីដែលនៅក្បែរនោះក៏ភ្ញាក់ផ្អើលយ៉ាងខ្លាំងចំពោះទស្សនវិជ្ជានេះនាងមិនដឹងថាបុរសនោះធ្វើវាដោយរបៀបណាទេបុរសនោះខ្លាចនាងគិតច្រើនក៏បានប្រាប់នាងឲ្យជួយរើសត្រីជាមួយគ្នាជាមុនសិនពេលលុយដូច្នោះនាងក៏ធ្វើតាមលៀមដោយស្ដាប់បង្គាប់រើសរួចពួកគេក៏ត្រឡប់ទៅផ្ទះជាមួយគ្នាដោយសារស្ត្រីនោះជាអ្នកបើកផ្ទះសំណាក់បុរសនោះក៏មិនហ៊ានស្នាក់នៅដោយឥតគិតថ្លៃដែរហេតុនេះហើយគាត់ក៏បានស្នើសុំបង់ថ្លៃឈ្នួលទៅនាងប៉ុន្តែនាងបានប្រាប់គាត់ឲ្យស្នាក់នៅដោយតទៅមិនចាំបាច់បង់ប្រាក់នោះទេយ៉ាងណាមិញបុរសនោះបែរជាមានអារម្មណ៍ខ្មាស់អ៊ីនទៅវិញព្រោះគាត់នៅតែចង់អង្វរនាងឲ្យការពារគាត់មានគម្រោងទៅនេសាទរកលុយនៅថ្ងៃស្អែកទៀតពេលស្ដាប់ឮដូច្នោះស្ត្រីក៏យល់ព្រមព្រឹកស្អែកឡើងបុរសក៏ចេញទៅនេសាទមិននឹកស្មានថាទើបតែចេញពីផ្ទះគាត់ក៏បានជួបបងប្រុសថ្លៃនិងបងថ្លៃស្រីពេលបងប្រុសថ្លៃឃើញបុរសនៅទីនេះគាត់ក៏សួរភ្លាមថាហេតុអ្វីគាត់មិនត្រឡប់ទៅផ្ទះវិញមិនទាន់ចាំបាច់ឲ្យបុរសឆ្លើយផងបងថ្លៃស្រីក៏ចាប់ផ្ដើមនិយាយផ្ដេសផ្ដាសថាបុរសនេះចិត្តនាងមិនត្រឡប់ទៅផ្ទះវិញដើម្បីឲ្យអ្នកខាងក្រៅសើចចំអកពេលបុរសសើដូច្នោះគាត់ក៏មិនចង់និយាយផ្ដេសផ្ដាសជាមួយពួកគេឡើយហើយក៏និយាយលាទៅបងប្រុសថ្លៃភ្លាមព្រោះគាត់នៅតែប្រញាប់ទៅនេសាទរកលុយគាត់ចង់ប្រើប្រព័ន្ធរបស់គាត់ដើម្បីផ្លាស់ប្ដូរវាសនាដូច្នេះគាត់នឹងមិនត្រូវគេមើលងាយទៀតទេលើកនេះគាត់បានចែកទូកទៅពាក់កណ្ដាលទន្លេព្រោះនៅកណ្ដាលទន្លេមានត្រីច្រើនមួយសន្ទុះក្រោយមកគាត់ក៏ចាប់ផ្ដើមប្រើមន្តអាគមក៏ហៅត្រីមិនយូរប៉ុន្មានទូកទាំងមូលក៏ពេញទៅដោយត្រីធំក្រោយពីបញ្ចប់គាត់ក៏យកត្រីទៅលក់នៅមុខភោជនីយដ្ឋានម្ចាស់ហាងឃើញត្រីរបស់បុរសនោះស្រស់បែបនេះក៏បានឲ្យថ្លៃខ្ពស់ភ្លាមហើយបានប្រាប់បុរសនោះថាបើមានត្រីសទៀតឲ្យយកមកឲ្យគាត់ទីបំផុតអ្នកទាំងពីរក៏បានឈានដល់កិច្ចសហប្រតិបត្តិការរយៈពេលវែងបុរសនោះឃើញម្ចាស់ហាងរហ័សរហួនបែបនេះក៏បានយកអណ្ដើកពាន់ឆ្នាំរបស់គាត់ចេញមកហើយសួរម្ចាស់ហាងថាតើគាត់ទិញឬអត់ប៉ុន្តែម្ចាស់ហាងមើលហើយក៏និយាយថាគាត់មិនដឹងតម្លៃរបស់វានោះទេប៉ុន្តែគាត់អាចរកមនុស្សមកវាតម្លៃបាននិយាយរួចគាត់ក៏រត់ចូលទៅក្នុងភោជនីយដ្ឋានដើម្បីទូរស័ព្ទមិនយូរប៉ុន្មានអ្នកទិញក៏បានមកដល់លើកនេះនឹងចរចាថ្លៃឲ្យបានទាបបំផុតបើបានតម្លៃនេះទើបមិនបំភ្លេចគុណតម្លៃរបស់វាឡើយ